មនុស្សយើងបើកាលណាចូលដល់វ័យ40ឆ្នាំឡើងទៅហើយការរស់នៅគឺមិនមែនដើម្បីសប្បាយរីករាយដូចជាពេលវេលាដែលយើងនៅក្មេងទៀតនោះទេពលគឺយើងនៅសេសសល់តែអំរែកនៅលើស្មាដោយខ្លាចថាខ្លួនឯងគ្មានលុយចាយខ្លាចឪពុកម្ដាយចាស់ជរាហើយគាត់ឈឺថ្កាត់យប់ប្រលប់គ្មានលុយជូនគាត់ទៅពេទ្យខ្លាចគាត់ដួលខ្លាចដៃគូមិនយល់ចិត្តខ្លាចកូនមិនស្ដាប់បង្គាប់ខ្លាចខ្លួនឯងមានសុខភាពមិនល្អខ្លាចមិត្តភ័ក្តិដែលមានអាយុប្រហាក់ប្រហែលគ្នាគេមានជីវភាពធូរធារជាងខ្លាចលែងមានកម្លាំងធ្វើការងារកើតក៏លែងមានប្រាក់ចំណូលបន្តទៀតនោះដែរដូច្នេះទាន់ខ្លួននៅក្មេងត្រូវប្រឹងធ្វើការងារប្រឹងរកស៊ីព្រោះនៅពេលដែលចាស់ទៅយើងមិនអាចទៅធ្វើការងាររកស៊ីដូចជាក្មេងទៀតឡើយបើយើងប្រហែសនៅពេលដែលយើងនៅក្មេងនោះយើងនឹងលំបាកវេទនានៅថ្ងៃក្រោយនៅពេលដែលយើងចាស់ទៅជាក់ជាមិនខាន